បាទជំរាបសួរបងឥឡូវហ្នឹងគឺខ្ញុំមកដល់ទីតាំងដីហ៎បងដីហ្នឹងស្អាតមែនទែនបងនៅជាប់ជាមួយនឹងផ្លូវកស៊ូ30ម៉ែត្រហើយមានផ្ទះប្រជាពលរដ្ឋនៅជិតហ្នឹងមានប្រព័ន្ធភ្លើងរដ្ឋអាចតភ្ជាប់ប្រើប្រាស់បានបាទដីហ្នឹងគឺនៅជាប់ជាមួយនឹងដីគេខាងនេះបាទគេដីចំការគេនេះគេមានលបងជំវិញហើយដីហ្នឹងយើងជាប់ជាមួយនឹងដីលបងគេមកចាហៀងនេះបាទនៅជាប់ដីខាងនេះគេមានលបងគេអញ្ចឹងយើងបានជាប់នឹងលបងមកខាងនេះបាទដីហ្នឹងគឺមានក្បាលដីជាប់ផ្លូវកស៊ូហ្នឹង120ម៉ែត្របាទហើយជម្រៅវាទៅដល់ខាងក្រោយបាទជម្រៅវាទៅដល់ខាងក្រោយហ្នឹងគឺ400ម៉ែត្រជាងបាទទៅដល់កន្លែងឃើញព្រៃក្តារដីឃើញព្រៃតិចៗហ្នឹងកន្លែងហ្នឹងបន្លាយទឹក4ម៉ែត្របាទបន្លាយទឹកអញ្ចឹងដីនេះល្អបើសិនជាបងចង់ធ្វើជាចំការដីស្មើស្អាតស្រាប់ហើយមានប្រព័ន្ធទឹកបាទមានប្រភពទឹកបន្លាយបាទហើយមានប្រព័ន្ធភ្លើងនេះអូសចូលđiហើយបាទនេះប្រព័ន្ធភ្លើងនេះខ្សែភ្លើងអូសចូលដល់ដីហើយបាទដីស្អាតមែនតើបងមើលនៅក្នុងវីដេអូហ្នឹងគឺដីស្មើស្អាតអត់មានព្រៃទេអត់ពិបាកឈូសឆាយទេអញ្ចឹងដីនេះអាចធ្វើចំការបានដាំដំណាំបានច្រើនប្រភេទតាមតម្រូវការមានទឹកមានភ្លើងបាទមានកន្លែងឃើញព្រៃនៅកន្លែងដីកដាលដីហ្នឹងគឺបន្លាយ8ម៉ែត្រហើយយើងដាក់ស្ពានឆ្លងទៅដល់ក្រោយហ្នឹងជម្រៅពីមុខទៅដល់ក្រោយជាង400ម៉ែត្របាទដីស្អាតអញ្ចឹងបាទនៅជាប់ជាមួយនឹងផ្លូវកស៊ូ30ម៉ែត្រមានផ្ទះប្រជាពលរដ្ឋនៅជិតមានប្រព័ន្ធភ្លើងបាទនេះកាប៊ីនភ្លើងបាទហើយប៉ុន្តែដីហ្នឹងគឺអូសភ្លើងចូលរួចហើយមានប្រព័ន្ធភ្លើងរួចហើយបាទហើយផ្លូវនេះគឺឆ្ពោះឡើងទៅផ្លូវជាតិលេខ5វិញបងបាទឡើងទៅផ្លូវជាតិលេខ5ដីហ្នឹងគឺស្អាតមែនតើបាទក្បាលដីវាជាប់នឹងផ្លូវកស៊ូនេះ120ម៉ែត្រហើយដីស្អាតអញ្ចឹងបងគឺលបងជុំវិញបាទគឺដីស្អាតនៅជាប់ជាមួយដីកន្លែងការដ្ឋានខាងនោះបាទមើលឃើញការដ្ឋាននោះអញ្ចឹងដីហ្នឹងមកចំហៀងជាប់នឹងការដ្ឋានគេមកចំហៀងទៀតជាប់ដីចការគេបាទគឺដីស្អាតអញ្ចឹងបងដីស្អាតមែនតើតែម្ដងអត់ប្របាក់ធ្វើអីទៀតទេដីនេះគឺគេធ្វើស្អាតរួចហើយមានលបងជុំវិញបាទដីប្លង់រឹងបាទមានប្រព័ន្ធភ្លើងហើយមានផ្ទះប្រជាពលរដ្ឋនៅជិតហ្នឹងដែរទេអត់ស្ងាត់ទេបងណាបាទផ្ទះប្រជាពលរដ្ឋទេបាទនៅជិតហ្នឹងហូរហែរហូតឡើងទៅដល់ផ្លូវជាតិលេខ5បាទផ្លូវនេះគឺឡើងទៅដល់ផ្លូវជាតិលេខ5បងផ្លូវឆ្ពោះឡើងទៅផ្លូវជាតិលេខ5ហើយក្នុងដីនេះគឺស្អាតហើយមានរោងចការ2បាទគឺមានលបងលួសជុំវិញបងណាបាទលបងលួសជុំវិញដីស្មើស្អាតអញ្ចឹងដីនេះអត់ប្របាក់ទេអាកន្លែងឃើញកដាលហ្នឹងឃើញព្រៃហ្នឹងគឺកន្លែងហ្នឹងបន្លាយទឹកអញ្ចឹងទៅដល់ខាងក្រោយដីនោះមានរោង2បាទរោងចំការ2ខាងក្រោយនោះបាទមានប្រព័ន្ធភ្លើងរួចជាស្រេចអញ្ចឹងអត់ប្របាក់ទេយើងមានប្រព័ន្ធភ្លើងរួចហើយបើសិនជាបងចាប់អារម្មណ៍អាចមកមើលបានបងណាអរគុណច្រើនបងអរគុណ